ត្រាំនឹងទៅសួរពូទីនថាតើមានផ្ដល់ការសម្ងាត់ឲ្យអ៊ឺរ៉ង់វាយមូលដ្ឋានទ័ពអាមេរិកឬអត់ស្របពេលមានពាក្យចោទថារុស្ស៊ីបានផ្ដល់ការសម្ងាត់ឲ្យអ៊ឺរ៉ង់ដើម្បីកំណត់គោលដៅវាយប្រហារលើមូលដ្ឋានទ័ពអាមេរិកនៅក្នុងតំបន់មជ្ឈិមបូព៌ានោះស្រាប់តែប្រមុខសេតវិមានលោកដូណាល់ត្រាំមានប្រតិកម្មហើយអះអាងថាលោកនឹងទៅសួរទៅមេដឹកនាំវិមានក្រឹមឡាំង Vladimir Putin អំពីរឿងនេះកាលពីសប្តាហ៍មុនប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky និយាយថាទីក្រុងមូស្គូបានផ្ដល់ការសម្ងាត់តាមរយៈរូបភាពផ្កាយរណបទៅឲ្យទីក្រុងតេហឺរ៉ង់ដើម្បីវាយកំទេចទីតាំងយោធាអាមេរិកនៅមជ្ឈិមបូព៌ាជុំវិញរឿងនេះនៅពេលអ្នកកាសែតសួរលោកត្រាំលើយន្តហោះ Air Force One កាលពីថ្ងៃច័ន្ទទី27ខែកក្កដាឆ្នាំ2026ថាតើលោកគិតបែបណាលោកត្រាំឆ្លើយថាចាំសួរទៅលោកពូទីនសិនថាតើវាជារឿងពិតមែនឬក៏អត់ទន្ទឹមនោះដែរប្រធានាធិបតីអាមេរិកបោះពាក្យថាទោះរុស្ស៊ីពិតជាជួយអ៊ឺរ៉ង់មែនក៏គ្មានបានផលអ្វីដែរមើលតែវេណេស៊ុយឡាជាឧទាហរណ៍ស្រាប់ហើយព្រោះរុស្ស៊ីក៏ជួយខែលការពារអាកាសទៅវេណេស៊ុយឡាដែរតែអាមេរិកនៅតែវៃបែកនេះមិនមែនជាលើកដំបូងឡើយដែលប្រមុខរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនលើកឡើងអំពីទូនាទីដ៏សង្ស័យរបស់រុស្ស៊ីក្នុងសង្គ្រាមអ៊ឺរ៉ង់ជាក់ស្ដែងកាលពីខែមីនាលោកត្រាំក៏បានបង្ហាញការសង្ស័យដែរថាពូទីនកំពុងលបជួយទីក្រុងតេហឺរ៉ង់ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មាន Fox News នាពេលនោះប្រធានាធិបតីដូណាល់ត្រាំបានទម្លាយនៅការសង្ស័យរបស់លោកថាមេដឹកនាំរុស្ស៊ីប្រហែលជាកំពុងផ្ដល់ជំនួយដល់អ៊ឺរ៉ង់ដែរដែលទង្វើបែបនេះអាចជាការសងសឹកទៅនឹងការដែលអាមេរិកបន្តគាំទ្រប្រទេសអ៊ុយក្រែនទោះបីជាយ៉ាងណាក៏ដោយត្បិតធ្លាប់ទទួលស្គាល់ថាជួយអាវុធអ៊ឺរ៉ង់មែនប៉ុន្តែភាគីរុស្ស៊ីចេញមកបញ្ជាក់ជាច្រើនលើកច្រើនសាររួចមកហើយថាខ្លួនមិនបានផ្ដល់ព័ត៌មានចារកម្មទេហើយការចាប់ប្រកាន់ទាំងអស់គឺគ្មានមូលដ្ឋានសុទ្ធសាធ